បាទសូមជម្រាបសួរលោកគ្រូអ្នកគ្រូយើងនឹងបន្តទៅមេរៀនទី6ទៀតជាមួយនឹងខ្ញុំដែលក្នុងមេរៀនទី6នោះគឺមានចំណងជើងថាការអភិវឌ្ឍភាសារបស់កុមារបាទហើយនៅក្នុងក្រុមខ្ញុំនេះគឺមានខ្ញុំសឿវណ្ណាអ្នកគ្រូទៀងច័ន្ទសុភាពលោកគ្រូធីសុភ័ណ្ឌលោកគ្រូយុប៊ុនថានិងអ្នកគ្រូអ៊ុយវណ្ណៈបាទនេះជាក្រុមគ្រូឧទ្ទេសយើងផ្នែកមុខវិជ្ជាការអភិវឌ្ឍនិងការសិក្សារបស់កុមារនៅកម្រិតបឋមបាទអញ្ចឹងយើងចូលទៅរៀនជាមួយខ្ញុំនៅក្នុងពេលនេះបាទនេះជាការអភិវឌ្ឍភាសារបស់កុមារជារូបភាពដែលលោកគ្រូអ្នកគ្រូយើងរកមកដាក់ឲ្យយើងមើលដើម្បីមានចំណាប់អារម្មណ៍ណាលោកគ្រូ language development គឺឲ្យកូនសិស្សយើងអានដោយថាវាស្រួលអានដោយថាអក្សរអូយ៉ាងហ្នឹងណាឲ្យកូនសិស្សអាននៅអូអញ្ចឹងស្រួលអាននេះជារូបភាពដែលដាក់ឲ្យមានចំណាប់អារម្មណ៍ទេលោកគ្រូបាទឥឡូវយើងបន្តទៅទៀតបាទនៅក្នុងមេរៀននេះដែរយើងមានវត្ថុបំណងចំនួន3នេះទី1គឺវិជាសម្បទាគឺប្រាប់បានពីការវិវត្តនៃភាសារបស់កុមារតាំងពីកើតរហូតដល់អាយុ3ឆ្នាំបាទទី2គឺបំណិនសម្បទាកំណត់បានពីខ្លឹមសារនៃការអភិវឌ្ឍភាសាកុមារទី3គឺចរិយាសម្បទាមានអេយបទវិជ្ជមានចំពោះកុមារតូចៗដើម្បីរួមចំណែកអភិវឌ្ឍភាសាកុមារបាទអញ្ចឹងនៅក្នុងវត្ថុបំណងទាំង3នេះខ្ញុំជាគ្រូឧទ្ទេសចង់ឲ្យអ្នកគ្រូលោកគ្រូទាំងអស់គ្នាចេះបានប៉ុណ្ណឹងនៅពេលដែលរៀនមេរៀននេះចប់បាទមេរៀននេះខ្ញុំលោកគ្រូអ្នកគ្រូទាំងអស់ហ្នឹងបានដាក់នៅក្នុងថ្នាលហើយបាទគ្រូឧទ្ទេសយើងបានដាក់នៅក្នុងថ្នាលហើយទាំង PowerPoint ទាំងមេរៀនបាទប៉ុន្តែខ្ញុំធ្វើវីដេអូ slide នេះដើម្បីបន្ថែមទៀតហើយនឹងជួនកាលអាចងាយស្ដាប់ដែរលោកគ្រូអ្នកគ្រូមើលផងអានផងស្ដាប់ផងនោះកាន់តែយល់បាទកន្លែងខ្លះខ្ញុំក៏បានបន្ថែមអត្ថន័យតាមគំនិតយោបល់របស់ខ្ញុំបន្ថែមទៀតបាទនៅក្នុងមេរៀននេះគឺយើងមានខ្លឹមសារមានជាមាតិកាណាប៉ុណ្ណឹងគឺសេចក្តីផ្ដើមខ្លឹមសារនៅក្នុងខ្លឹមសារគឺមាន1ការយល់ភាសា2ការបញ្ចេញភាសានៅក្នុងការបញ្ចេញភាសាហ្នឹងគឺយើងមានដំណាក់កាលបុរេភាសាដំណាក់កាលបញ្ចេញភាសាពិតប្រាកដទី3ការអភិវឌ្ឍភាសាពេលអនាគតទី4ភាសានិងសង្គមទី5របៀបនៃការអភិវឌ្ឍភាសាបាទអញ្ចឹងមាតិកាយើងមានប៉ុណ្ណឹងបាទអញ្ចឹងយើងបន្តទៅទៀតលោកគ្រូអ្នកគ្រូបាទសេចក្តីផ្ដើមភាសារបស់ទារកចាប់ផ្ដើមតាំងពីអាយុ3ទៅ4ខែបាទ3ទៅ4ខែណាលោកគ្រូអ្នកគ្រូចាំភាសាដំបូងរបស់គេគឺការធ្ងោបាទកូនសិស្សសូមភ័យទោសកូនក្មេងកូននៅទូចយើងដឹងហើយកូនទាំងកូនយើងកូនគេចេះធ្ងោនិយាយនិយាយអ៊ូអីនិយាយតែឯងកេកកយើងហៅចឹងណាធ្ងោបាទភាសានេះវិវត្តបន្តិចម្ដងទៅតាមការរីកចម្រើននៃអាយុរបស់កុមារបាទក្នុងរវាងអាយុពី11ខែទៅ1ឆ្នាំកុមារអាចបញ្ចេញពាក្យមួយម៉ាត់ដូចជាប៉ាបាទឬក៏ម៉ាក់ប៉ានេះគឺស្រួលអានបានជាគាត់ងាយបញ្ចេញណាលោកគ្រូអ្នកគ្រូហៅប៉ាឬមុនហៅម៉ាក់ទៅទៀតប៉ាហ្នឹងគឺលឿនណាស់ចាំហើយយើងជាម្ដាយឪពុកហ្នឹងឬសូកូនហៅប៉ាហ្នឹងអូមិនបាច់ទេធ្វើការងារងាប់ចោលគេថាប្រើភាសាហ្នឹងប្រឹងបានកូនហៅប៉ាហ្នឹងមកពីធ្វើការអីបានកូនហៅហ្នឹងគឺបាយចិត្តជួយលើកទឹកចិត្តបាទសេចក្តីផ្ដើមតពាក្យសម្ដីមួយម៉ាត់ឬឃ្លាមួយសុទ្ធតែមានន័យសម្រាប់ខ្លួនគេតែឃ្លាដំបូងនេះពុំមានលក្ខណៈល្អតាមក្បួនវេយ្យាករណ៍ឡើយគឺគ្រាន់តែជាព័ត៌មានមួយ
ចំពោះមនុស្សចាស់ប៉ុណ្ណោះបាទបាទចឹងណាសម្រាប់គាត់មានន័យគាត់ណាបាទគាត់ធ្វើបានគាត់ធ្វើបានបាទគាត់ធ្វើបានគាត់សប្បាយចិត្តដែរបាទហើយយើងក៏សប្បាយចិត្តដែរបាទនេះជាសំណួរពិភាក្សាទេបាទប៉ុន្តែខ្ញុំសូមអានជូនលោកគ្រូអ្នកគ្រូណាហើយអ្នកគ្រូបើមានពេលក៏ឆ្លើយទៅដើម្បីចំណេះដឹងរបស់យើងបាទទី1ភាសាទារកចាប់ផ្ដើមពីពេលណាបាទតើភាសានោះមានលក្ខណៈដូចម្ដេចទី2ហេតុដូចម្ដេចបានជាគេនិយាយថាកុមារយល់ភាសាមុនពេលដែលគេប្រើប្រាស់ភាសាបានបាទចូលលើកឧទាហរណ៍បញ្ជាក់ទី3ចាប់ពីអាយុប៉ុន្មានទើបទារកអាចមានចិត្តរំភើបចំពោះសូរដែលគេបានស្ដាប់តើបាតុភូតអ្វីដែលបង្ហាញពីចិត្តរំភើបរបស់ទារកបាទទី4តើត្រូវធ្វើដូចម្ដេចដើម្បីឲ្យភាសាកុមារលូតលាស់បានល្អបាទធ្វើដូចម្ដេចទី5តើភាសានិងវណ្ណៈសង្គមមានទំនាក់ទំនងគ្នាដូចម្ដេចខ្លះបាទវាអាចមានណាភាសាគេការនិយាយវាតាក់ទងនឹងវណ្ណៈសង្គមដែរហើយជាពិសេសគឺភាសាខ្មែរនឹងយើងតែម្ដងបាទភាសានឹងវាតាមតកូលតាមក្រុមគ្រួសារបាទនេះជាសំណួរភាសាទេមិនអីទេលោកគ្រូអ្នកគ្រូខ្ញុំគ្រាន់តែអានឲ្យស្ដាប់ទេឥឡូវយើងបន្តទៅខ្លឹមសារទី1ការយល់ភាសាជាទូទៅកុមារតែងតែយល់ភាសាមុននឹងអាចប្រើប្រាស់ភាសានោះដោយខ្លួនឯងបានបាទគាត់យល់គាត់ដឹងថានិយាយឃើញប៉ាស្រែកហៅប៉ាអញ្ចឹងគាត់យល់យូរទៅគាត់ដឹងថាប៉ាហ្នឹងឬសូតាប៉ាងាករមនុស្សហ្នឹងបាទអញ្ចឹងគាត់យល់អញ្ចឹងដែរការយល់ភាសារបស់កុមារផ្ដើមចេញពីការឮសូរសំឡេងដែលកើតមានឡើងនៅជុំវិញខ្លួនពេលឮសូរអ្វីកុមារតែងតែធ្វើប្រតិកម្មទៅនឹងសំឡេងនោះបាទក្រោយមកទៀតគឺកុមារអាចស្គាល់សំឡេងរបស់មនុស្សនិងសូរផ្សេងទៀតនេះគឺជាការយល់ភាសាលើកដំបូងរបស់កុមារបាទមិនពិបាកយល់ទេលោកគ្រូណាមិនពិបាកយល់ទេទៅទៀតការយល់ភាសាតក្នុងចំណោមសូរទាំងឡាយមានតែសូរសំឡេងរបស់មនុស្សទេដែលមានប្រសិទ្ធភាពធ្វើឲ្យកុមារញញឹមឬស្រែកឬអាចធ្វើឲ្យសម្រែកកុមារបានស្ងប់ស្ងាត់ដូចជាម្ដាយលួងកូនឲ្យឈប់យំបាទមានអីក្រៅពីសូរជាពិសេសគឺសូរសំឡេងម្ដាយហ្នឹងម្ដងពិសេសបាទដែលនៅក្នុងមេរៀនមួយគេនិយាយអំពី attachment បាទចំណងនៃសេចក្តីស្រឡាញ់គឺកុមារនឹងឯងសូរសំឡេងម្ដាយបាត់យំពេលខ្លះឮសំឡេងអ្នកដទៃយំឬសំឡេងម្ដាយសប្បាយចិត្តហ្មងអូខេទាំងយើងទាំងគេនៅពីក្មេងបាទយើងតទៅទៀតនៅបញ្ចប់ខែទី2ទារកចាប់ផ្ដើមញែកបានភាពប្លែកគ្នារវាងព័ត៌មានផ្នែកភាសាច្រើនបែបយ៉ាងទី2អាយុប្រមាណ6ទៅ7ខែអ្វីដែលកុមារយល់បានគឺលទ្ធផលនៃលក្ខខណ្ឌមួយឧទាហរណ៍ឪពុកធ្វើសញ្ញាដោយវាចាចូលថាអរុណសួស្តីបាទអញ្ចឹងណាអញ្ចឹងគាត់ចាប់ផ្ដើមចេះពាក្យវែងតិចម្ដងបាទអាយុ9ទៅ10ខែសញ្ញាភាសាមានលក្ខណៈគ្រប់គ្រាន់លក្ខខណ្ឌវាចាត្រូវបានយកមកប្រើប្រាស់ដល់ឆ្នាំទី1កុមារអាចមានសមត្ថភាពញែកបាតុភូតឬសូរសំឡេងរបស់បុគ្គលតាមរយៈភាសាហ្នឹងបាទគាត់អាចដឹងហើយភាសាញែកបានណាចូលមួយឆ្នាំឯងគាត់ញែកបានហើយគាត់មិនទាន់ចេះនិយាយទេប៉ុន្តែគាត់ញែកបានភាសាសំឡេងផងអ្នកណាបាទគាត់ដឹងទី2ការបញ្ចេញភាសាដំណាក់កាលបុរេភាសាដំណាក់កាលដំបូងនៃភាសាមុននឹងកុមារបញ្ចេញពាក្យជាក់ស្ដែងមួយបានវាបញ្ចេញសម្រែកនិងសូរបន្តគ្នាដើម្បីរក្សាទុកនិងវិភាគការពិតសម្រែកដំបូងនេះគឺជាប្រតិកម្មរេផ្លិចដែលបណ្ដាលមកពីការដកដង្ហើមខ្យល់ចេញចូលរបស់គាត់អាកាស
ចិញ្ចូលខ្យល់អាកាសចិញ្ចូលរបស់គាត់ហ្នឹងបាទគាត់ដកដង្ហើមហ្នឹងទៅវា reflect ទៅតាមហ្នឹងណាបាទដំណាក់កាលបូរេភាសាតក្រោយខែទី1សម្រាប់ទាំងឡាយផ្លាយគ្នាទៅតាមមូលហេតុរបស់ពួកគេហ្នឹងបាទឪពុកម្ដាយដែលនៅស្និទ្ធនឹងកូនអាចយល់បានពីអត្តន័យសម្រាប់ទាំងនោះដូចជាសម្រាប់ឃ្លានសម្រាប់ខ្លាចសម្រាប់ងងុយគេងសម្រាប់ឈឺចាប់សម្រាប់ក្រហាយស្បែកបាទមានអីផ្សេងទៀតបាទបាទអញ្ចឹងយើងជាមនុស្សធំហ្នឹងគួរតែយល់ពីសម្រាប់ទាំងអស់ហ្នឹងបាទខ្ញុំកាលនៅពីមានកូនតូចនឹងដែរខ្ញុំកូនខ្ញុំដឹងឈឺកាលណាគាត់យំមានតែងុយគេងឃ្លានហើយនឹងឈឺយើងចំណាំហើយងុយគេងមិនយើងមើលអាកប្បកិរិយារបស់គាត់បែបម៉េចបាទអញ្ចឹងយើងដឹងបាទយើងដឹងងុយគេងយើងដឹងកូនយើងងុយគេងហើយយំរបៀបខុសគ្នាយំរបៀបខុសគ្នាកូនខ្ញុំទី2ការបញ្ចេញភាសាតដំណាក់កាលបូរេភាសាតដដែលចំពោះសម្រាប់កុមារគឺជាមធ្យោបាយទំនាក់ទំនងមួយដែលកុមារមានតាំងពីកំណើតមកនៅអាយុ6ខែកុមារបញ្ចេញសំឡេងកកេកកដែលជាការសម្ដែងចេញដោយវាចាដើម្បីបង្ហាញពីតម្រូវការរបស់វាបាទកេកកនឹងចង់បានអីយើងដឹងយើងមើលឃើញយើងយូរមានបទពិសោធន៍ដែលយើងចិញ្ចឹមកូនអ្នកមានកូនច្រើនជាពិសេសអ្នកមានកូនច្រើនចាប់ពី3ឯឡើងទៅនឹងដឹងហើយបទពិសោធន៍បាទដំណាក់កាលបូរេភាសាតលំហាត់សំឡេងកើតមានឡើងតាំងពីអាយុ3ទៅ4ខែនៅពេលនោះកុមារបញ្ចេញសូរច្រើននិងប្លែកដូចជាបាក់សីកកេកកហេតុនេះហើយទើបលោក Jesel ចិត្តវិទូជនជាតិអាមេរិកហៅថាដំណាក់កាលបាក់សីបាទគាត់ថាដំណាក់កាលបាក់សីដែលគេដកស្រង់បានប្រហែលជា75សូរបាទ75សូររបស់គាត់គឺសូររបស់គាត់ហ្នឹងគឺសូរសំឡេងខុសគ្នាទៅតាមចិត្តគាត់ចង់បានបាទគេចេះស្ដាប់ភាសាមាននៅក្នុងខ្ញុំធ្លាប់ឃើញនៅក្នុង TikTok មានស្ត្រីម្នាក់គាត់ចេះស្ដាប់ភាសាក្មេងបានច្រើនបាទដំណាក់កាលបូរេភាសាតពេលនោះកុមារបបាច់បបោចជានិរន្តរ៍នៅគ្រប់ទីកន្លែងដែលស្ថិតនៅលោក ដេក្រូលីបានចាត់ទុកសំឡេងកកេកកជាចៃដន្យនេះប្រៀបបានទៅនឹងប្រតិកម្មរង្វង់មូលបាទប្រតិកម្មរង្វង់មូលបាទអាហ្នឹងយើងស្វែងយល់ប្រតិកម្មរង្វង់មូលហ្នឹងវាវិលទៅវិលមកបាទដែលកុមារមានបំណងបង្ហាញនៅសេចក្តីស្រឡាញ់ពេញចិត្តបាទហ្នឹងឯងគាត់ស្រឡាញ់គាត់ស្អប់អីគាត់បង្ហាញគាត់ខ្លាចអីក៏គាត់បង្ហាញហ្នឹងហៅចំណងនៃសេចក្តីស្រឡាញ់មានមេរៀនមួយគឺគេហៅថា attachment បាទតែយើងអត់បានយកមកដាក់នៅក្នុងកម្មវិធីបឋមនេះដែរអូខេដំណាក់កាលបូរេភាសាតក្នុងចន្លោះពី7ទៅ10ខែកុមារអាចធ្វើត្រាប់ដោយយកចិត្តទុកដាក់នៅសូរទាំងឡាយដែលបង្កើតដោយអ្នកដទៃទោះបីជាគេមិនយល់អ្វីក៏ដោយការសន្ទនារបស់ឪពុកម្ដាយអនុគ្រោះបំផុតដល់ល្បឿននៃការត្រាប់លបែងរបស់កុមារបាទឪពុកម្ដាយគាត់យូរទៅគាត់អញ្ចេះគាត់ស្ដាប់សំឡេងកុមារស្ដាប់សំឡេងឪពុកម្ដាយលឿនល្បឿនណាអីបានខុសពីសំឡេងអ្នកដទៃអញ្ចឹងគាត់ចាំល្បឿននៃការនិយាយនៃការធ្វើតាមធ្វើអីរបស់ពួកគាត់ហ្នឹងអូខេឥឡូវចូលដល់ទី2ការបញ្ចេញភាសាតដែរតែនៅក្នុងដំណាក់កាលបញ្ចេញភាសាពិតប្រាកដបាទក្នុងដំណាក់កាលនេះកុមារបញ្ចេញភាសាដោយប្រើពាក្យប្លែកៗសម្រាប់បង្ហាញពីសញ្ចេតនារបស់ខ្លួនពាក្យមួយម៉ាត់ឬឃ្លានីមួយសុទ្ធតែមានន័យច្បាស់លាស់សម្រាប់កុមារបាទឥឡូវយើងតទៅទៀតណាមានន័យបាច់
បាទភាសាដែលបញ្ចេញពិតប្រាកដនោះក្នុងចំណោមពាក្យដែលគេជួបញឹកញាប់ក្នុងដំណាក់កាលនេះគឺប៉ាហើយនិងម៉ាក់នេះគឺជាដំណាក់កាល clear ពាក្យ clear បាទ most face ដែលប្រែប្រួលទៅតាមស្ថានភាពនិងឥន្ទ្រីយអារម្មណ៍របស់កុមារបាតុភូតពហុន័យក្នុងករណីនេះកុមារថាប៉ាអាចមានន័យថាពាក់មួកដើម្បីដើរលេងឬឲ្យមួកអ្នកមកខ្ញុំឬឲ្យមួកមកខ្ញុំមួកខ្ញុំល្អណាស់បាទអាចមានន័យគាត់មានន័យអញ្ចឹងទៅឧទាហរណ៍ថាគាត់ជួបប៉ាគាត់អីចឹងណាបាទនេះជា clear ដែលវាមានពិតប្រាកដក្នុងចំណោមពាក្យហ្នឹងដែលគេប្រើជាញឹកញាប់ដូចជាប៉ាហ្នឹងហើយអរគុណបាទមិនអីពិបាកយល់ទេគ្រូតទៀតដំណាក់ពាក្យ clear នេះពីបង្ហាញពីសារៈសំខាន់នៃមុខងារជានិមិត្តរូបនៃលំនឹកគិតក្នុងខួរក្បាលក្នុងដំណាក់កាលកកើតភាសាបាទចាប់ពីអាយុ18ខែកុមារឆ្លងពីពាក្យ clear ទៅបូរេ clear ប្រកបដោយពាក្យ2ឬច្រើនម៉ាត់និងរៀបចំទៅតាមសារៈសំខាន់ដែលកុមារសន្មតបាទឧទាហរណ៍ពេលញ៉ាំកុមារពោលដោយរីករាយម៉ាក់ខ្ញុំញ៉ាំខ្លួនឯងពេលឃើញឪពុកពាក់អាវកុមារស្រែកថាខ្ញុំប៉ាខ្ញុំអល់អីចឹងទៅជួនកាលគាត់ឆ្អល់ចឹងទៅនេះគឺរហ័ស clear ឬ clear คล้ายคล้ายដែលពាក្យទាំងឡាយជាប់គ្នារដឹកមិនបានរៀបចំជា clear តាមក្បួនវេយ្យាករណ៍ឡើយបាទគឺថាគាត់ដាក់អីឲ្យខ្លួនគាត់ទេដូចយើងប្រើពាក្យរហស្សនាមអញ្ចឹងរហស្សនាមហ្នឹងដាក់ឲ្យងាយស្រួលហៅបាទអាហ្នឹងមិនបាក់យល់ទេលោកគ្រូណាបាទឬក៏ clear ហ្នឹងវាคล้ายៗប៉ុន្តែគាត់យល់ន័យរបស់គាត់យល់តែភាសាបែបទូរលេខនេះមានរចនាសម្ព័ន្ធមួយចំនួនងាយដែលគោរពជារួមនៅថ្នាក់ពាក្យ3គឺកិរិយាសព្ទនាមនិងពាក្យប្រែប្រួលបាទចំពោះកុមារពីអាយុ2ឆ្នាំទៅ2ឆ្នាំកន្លះ 85% នៃឃ្លាទាំងនេះសុទ្ធតែស្របទៅតាមចំណងពាក្យសម្ព័ន្ធត្រឹមត្រូវដូចជាកិរិយាសព្ទនាមពាក្យប្រែប្រួលផឹកទឹកដោះណាកែវមកចឹងទៅផឹកទឹកដោះកែវប៉ុន្តែយើងយល់ន័យគាត់និយាយបាទយើងយល់ន័យដាក់អីមុខដាក់អីក្រោយអីចឹងទៅតែយើងអត់បាក់យល់ទេយើងជាមនុស្សធំមកគាត់ក្នុងដំណាក់កាលបូរេ clear ឬកុមារស្ថិតក្នុងវ័យមួយដែលចូលចិត្តស៊ូអ្នកស៊ូដែលពេលនោះសំណួរប្រភេទឯនេះគឺអ្វីដែលគាត់ថាអ្វីនេះគឺអីចឹងទៅឆ្លើយតបទៅនឹងតម្រូវការពង្រីកពាក្យស័ព្ទនិងអាចពង្រីកបទពិសោធន៍របស់កុមារបានបាទមិនបាក់ឯងគ្រូណាទៅទៀតអាយុពី2ឆ្នាំកន្លះទៅ3ឆ្នាំពាក្យហេតុអ្វីមានន័យប្រឆាំងនឹងការគៀបសង្កត់មួយឧទាហរណ៍ចូលឯងញ៉ាំបបរណាព្រោះអីឬហេតុអីអាយុ3ឆ្នាំដំណាក់កាលទី2សំណួរព្រោះអ្វីឬហេតុអ្វីមានន័យថាវាសម្រាប់ធ្វើអ្វីបាទភាគច្រើនគឺយើងចាប់ផ្ដើមមនុស្សធំហ្នឹងបញ្ជាឲ្យគាត់ធ្វើហើយគាត់អាយុចាប់ពី3ឆ្នាំទៅហ្នឹងណាបាទយើងបញ្ជាអញ្ចឹងគាត់ភាគច្រើនជួនកាលគាត់ឆ្ងល់គាត់ចេះនិយាយច្រើនណាបាទមានសួរជួនកាលយើងធ្វើទៅគាត់អត់សួរហេតុអីគាត់ថាអូចឹងសោះបាទហ្នឹងហើយគេសួរយើងធ្លាប់មានពាក្យតាមលោកផ្ចាសេនិងជំនាញខ្លះទៀតសំណួរនេះមិនមែនបង្ហាញពីមូលហេតុទេប៉ុន្តែវាបង្ហាញពីគោលបំណងបាទឬគោលដៅទៅវិញឧទាហរណ៍ឆ្នាំងគឺព្រោះហេតុអ្វីដើម្បីចម្អិនអាហារបាទហ្នឹងខ្ញុំនិយាយដដែលទៀតខាងលើពួកគាត់ធ្វើឃើញយើងធ្វើអញ្ចឹងខ្ញុំចាំកូនខ្ញុំសួរធ្វើអីដល់ពេលយើងធ្វើយើងអត់បញ្យល់គាត់ទេយើងចេះតែធ្វើដល់ពេលបានមកគាត់ថាអូចឹងសោះបាទចឹងសោះណាអញ្ចឹងគាត់ច្រើនប្រើពាក្យហ្នឹងបាទអូខេ
ការទី3បាទទី3ធំការអភិវឌ្ឍភាសាពេលអនាគតស្ថិតក្នុងចន្លោះពីអាយុ2 ទៅ 3 ឆ្នាំភាសារបស់កុមារមានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ជាមធ្យមចំនួនពាក្យនៅឆ្នាំទី2កើនពី100 200ពាក្យទៅ1000 1200ពាក្យនៅក្នុងឆ្នាំទី3បាទអានេះជា graphic មួយដែលលោកស្រីលោកគ្រូអ្នកគ្រូមើលណាមើលតាម graphic ហ្នឹងទៅមើលក្នុងមេរៀន slide បើចង្កាលវាបាំងរូបនេះគ្រូមើលអត់ឃើញណាពីប្រមាណ18ខែយើងមានប្រាក់50ពាក្យអាយុ6ឆ្នាំមាន1400ពាក្យមុំជជែកយើងបានបាត់ហើយ1400ពាក្យអូភាសាបើយើងជាមនុស្សធំរៀនភាសាអង់គ្លេសអីចេះតែ1400ពាក្យហ្នឹងគឺចេះច្រើនណាស់បាទអញ្ចឹងទៀតកុមារស្ដាប់បានរាល់ភាសានិយាយរបស់មនុស្សធំជាលក្ខណៈសរុបបាទគាត់សរុបតែពាក្យទាំងនោះមានលក្ខណៈខុសទ្រង់ទ្រាយដើម្បីដើមសំពេតោខុសទ្រង់ទ្រាយដើមច្រើនដូចជាពាក្យញ៉ាំម៉ាំអេងគេងអេងហ្នឹងបាល់បាវអីចឹងទៅឧទាហរណ៍បាទជួនកាលគាត់និយាយខុសទាំងស្រុងអីយើងនាំនេះសោចចឹងទៅហើយប្រាប់គាត់ឡើងវិញទៅវិរូបកម្មនេះនឹងបាត់ទៅវិញឯងក្នុងចន្លោះពី4 ទៅ 7 ឆ្នាំដែលគ្រាន់តែមនុស្សធំហ្នឹងកុំនិយាយធ្វើត្រាប់ដូចជាភាសាកុមារប៉ុណ្ណោះជាការស្រេចហើយបាទយើងកុំឧបមាថាគេងយើងគាត់ថាអេងយើងកុំថាតាមគាត់យើងថាគេងកូនគេងនឹងហៅគេងឲ្យគាត់អានទៀតដល់ថ្ងៃក្រោយគាត់ឈប់ប្រើពាក្យអេងគាត់ប្រើពាក្យគេងវិញចំដល់បាទល្អអូខេទៅទៀតចំណែកភាសាស្របតាមក្បួនវេយ្យាករណ៍វានឹងទទួលបានការប្រឹងប្រែងជាបន្តបន្ទាប់នៅក្នុងមជ្ឈដ្ឋានសង្គមនិងគ្រួសារពិសេសតាមរយៈការសិក្សានៅសាលាបាទអញ្ចឹងមជ្ឈដ្ឋានទាំង3ហ្នឹងណាសង្គមគ្រួសារនិងសាលាហ្នឹងឯងដែលគាត់ប្រឹងប្រែងជាបន្តបន្ទាប់ជារួមភាសារបស់កុមារវិវត្តទៅតាមលក្ខណៈដូចខាងក្រោមដើមចេញពីព្យាង្គបែបប្រតិកម្មរង្វង់ទៅពាក្យទៅឃ្លាពហុន័យទៅបុរេឃ្លាមិនសមហេតុផលនិងចុងក្រោយឈានទៅដល់ឃ្លាពេញលេញដែលមានន័យអាចស្ដាប់បានបាទហ្នឹងណាបន្តចឹងនេះគេសរុបភាសានិងវណ្ណៈសង្គមបាទវាអាចមានចឹងដែរអ្នកស្រាវជ្រាវជាច្រើនបានចាប់ផ្ដើមយ៉ាងខ្លាំងទៅលើបញ្ហាមួយក្នុងចំណោមបញ្ហាជាក់ស្ដែងជាច្រើននៅក្នុងសង្គមគឺកុមារទាំងឡាយដែលរស់នៅក្នុងមជ្ឈដ្ឋានសង្គមមិនសមរម្យមិនអនុគ្រោះល្អតែងតែមានការលូតលាស់យឺតនិងចាញ់ប្រៀបកុមារផ្សេងទៀតដែលរស់នៅក្នុងវណ្ណៈសង្គមមធ្យមផ្នែកភាសាបាទកន្លែងនេះគេនិយាយអំពីទីតាំងដែលកុមាររស់នៅដែរហើយនឹងកុមារដែលកើតនៅក្នុងមជ្ឈដ្ឋានសង្គមដូចជាទីក្រុងជនបទឬក៏វណ្ណៈណាវណ្ណៈនេះសំដៅទៅលើកូនមន្ត្រីរាជការកូនអ្នករកស៊ីកូនអ្នករៀនសូត្រថ្នាក់កសិករអីចឹងទៅអញ្ចឹងការវិវត្តហ្នឹងវាខុសគ្នាបាទវាបញ្ហាជាក់ស្ដែងហ្នឹងវាខុសគ្នាអញ្ចឹងវាមិនអនុគ្រោះល្អទេសម្រាប់កុមារដែលរស់នៅក្នុងវណ្ណៈអ្នកក្រីក្រតាមនៅជើងភ្នំជើងអីអញ្ចឹងទៅវាខុសគ្នាអញ្ចឹងណាគេចង់និយាយអញ្ចឹងបាទវណ្ណៈហ្នឹងវណ្ណៈសង្គមហ្នឹងឧទាហរណ៍ពេលចូលសាលាកុមារប្រភេទអភ័ព្វនេះតែងតែខ្វះមូលដ្ឋានចាំបាច់ផ្នែកចំណេះដឹងសម្រាប់ចាប់យកចំណេះដឹងក្នុងកម្មសិក្សាដូចជាអាចបោះបង់ចោលការសិក្សាត្រឹមកម្រិតបឋមឬយ៉ាងយូរណាស់ត្រឹមកម្រិតមធ្យមសិក្សាភាសាសរសេរភាសានិយាយខ្វះខាតជាខ្លាំងបាទគេនិយាយពីការបែងចែកដែរណាបើលោកគ្រូអ្នកគ្រូមិនយកចិត្តទុកដាក់នៅគាត់នៅពីតូចនឹងទេបាទសមត្ថភាពស្ដាប់និងអានមិនរឹងមាំប្រៀបធៀបទៅនឹងកុមារក្នុងមជ្ឈដ្ឋានអនុគ្រោះបាទកុមារនោះស្គាល់ពាក្យតិចតែឃ្លាបានខ្លីៗនិងមិនច្បាស់លាស់បាទអូខេ5របៀបនៃការអភិវឌ្ឍភាសាបាទយើងទាំងអស់គ្នាជាមនុស្សធំហ្នឹងគឺយើងជួយកុមារតូចហ្នឹងគឺត្រូវតែនិយាយពាក្យច្បាស់ទៅកូនរបស់យើងបាទនិយាយអ្វីដែលកូនរបស់អ្នកនិយាយដើម្បីបង្ហាញថាអ្នកយល់កាត់រូបភាពវត្ថុចូលចិត្ត
ឬធ្លាប់ស្គាល់ជួយកូនរបស់អ្នកឲ្យយល់និងសួរសំណួរដែលរួមបញ្ចូលនៅជំរឹះបាទជំរឹះជួយកូនរបស់អ្នករៀនពាក្យថ្មីបាទជួយយើងត្រូវតែជួយបាទឧទាហរណ៍ដូចកូនខ្ញុំអីធ្លាប់ទំថ្នាក់ទី6ទី7គាត់អានសភៅខ្ញុំទិញមកអីគាត់អានចប់មុនខ្ញុំទៀតបាទគាត់ប្រកែកអានណាកូនខ្ញុំកូនបងកូនស្រីកូនបងបាទដល់ពេលអញ្ចឹងគាត់ប្រកែកភាសាបាទហើយអ្នកដែលប្រកែកភាសាអានហើយនឹងប្រកែកអានទៀតយើងអភិវឌ្ឍការអានទៀតគាត់និយាយមកអីដូចល្អហ្មងគាត់និយាយគំនិតគាត់ណានិយាយចេញមកខុសពីអ្នកដែលអត់បានអានកូនដែលអត់សូវអាននិយាយអត់ដូចកូនដែលបានអានបាទជាសន្និដ្ឋានកុមារដែលស្ថិតក្នុងមជ្ឈដ្ឋានសង្គមធូរធារសុភាពរាបសារហើយដែលប្រើប្រាស់ច្បាប់តឹងរ៉ឹងដោយតម្រង់ទិសកុមារឲ្យគោរពច្បាប់ទម្លាប់ត្រឹមត្រូវឥតខ្ចោះគឺបង្ខំឲ្យកុមារស្ដាប់បង្គាប់តែងទទួលបាននៅការបង្ខិតបង្ខំឲ្យអនុវត្តការងារក្រោមឥទ្ធិពលនៃអំណាចក្នុងករណីនេះកុមារតែងខ្វះការត្រិះរិះពិចារណាគេតែងចាត់ទុកថាទណ្ឌកម្មឬរង្វាន់ភ្លាមប្រសើរជាងផលវិបាកទៅអនាគតបាទនឹងគេកាត់ចាត់ទុកអញ្ចឹងប៉ុន្តែប្រការនេះអ្នកអប់រំគួរតែយកចិត្តទុកដាក់យើងអ្នកអប់រំយកចិត្តទុកដាក់ពិចារណាឲ្យបានល្អិតល្អន់តើគួរអនុវត្តរបៀបណាបាទយើងកុំប្រខិតបង្ខំប៉ុន្តែកន្លែងខ្លះយើងមើលទៅតាមអត្តចរិតរឹកពីសម្បត្តិរបស់កូនយើងកូនខ្លះតើវាគំរាមបន្តិចកូនខ្លះនិយាយតែម្ដងគាត់ចាប់បានកូនខ្លះគំរាមហើយក៏មិនតដាក់តនកម្មតិចតួចអីណាដើម្បីឲ្យគាត់ចេះបាទយើងមិនធ្វើអីឲ្យហួសទេឲ្យហួសពីការខ្លាចប៉ះពាល់នៅសិទ្ធិកុមារបាទមេរៀនយើងនេះគឺចប់ត្រឹមហ្នឹងហើយបើមានសំណួរអីដូចខ្ញុំនិយាយពីមេរៀនទី5អញ្ចឹងសូមលោកគ្រូអ្នកគ្រូអាចឆាតមកតាមដាក់នៅក្នុងថ្នាលហើយណាកុំឆាតមកនៅក្នុងTelegram ដាក់ថ្នាលឬក៏សរសេរទុកបើឆ្ងល់អីសរសេរទុកមកចាំជួបខ្ញុំណាចាំជួបខ្ញុំប៉ុន្តែពេលដែលខ្ញុំចូលកែទៅគឺជួបលោកគ្រូអ្នកគ្រូសរសេរអីមកខ្ញុំអាច comment ទៅវិញបានបាទអរគុណច្រើនលោកគ្រូដែលបានយកចិត្តទុកដាក់បាទយកចិត្តទុកដាក់អញ្ចឹងមេរៀនយើងចប់តែប៉ុណ្ណេះហើយបាទសូមអរគុណសូមជម្រាបលាបាទសូមជម្រាបលាម្ដងទៀតបាទអញ្ចឹងសូមអរគុណសុខសប្បាយទាំងអស់គ្នាលោកគ្រូអ្នកគ្រូបាទ